ngày nay xongធ្វើវីដេអូបញ្យលតាក់ទងទៅនឹងមេតិកាបណ្ដាញសង្គមជាទូទៅបាទយើងមើលឃើញបច្ចុប្បន្នភាពនេះគឺប្រព័ន្ធ social media នេះគឺមានភាពទូលំទូលាយណាការអលុយទៅលើ social media នេះមានបងប្អូនចង់ដឹងចង់ឮច្រើនហើយចង់ស្វែងយល់ច្រើនបងប្អូនខ្លះក៏ធ្វើត្រូវផ្លូវទៅបងប្អូនខ្លះក៏ធ្វើអត់ត្រូវផ្លូវទៅហើយបងប្អូនខ្លះក៏ទាញយកពីចំណូលពី social ហ្នឹងបានច្រើនទៅខ្លះតក៏មិនបានច្រើនទៅក៏ប៉ុន្តែគាត់ថាខ្ញុំលើកឡើងថ្ងៃនេះចង់ឲ្យបងប្អូនស្វែងយល់អំពី social media ហ្នឹងឲ្យបានទូលំទូលាយខ្ញុំបានដាក់ទិន្នន័យនៅកន្លែងនេះសញ្ញាបងប្អូនស្វែងយល់បងប្អូនអាចមើលបានហើយខ្ញុំទៅសេជា caption នឹងការសម្រាយផ្សេងនៅក្នុងអត្ថបទខាងលើនេះបងប្អូនអាចមើលបានហើយភាគច្រើនខ្ញុំចេញវីដេអូណែនាំជូនជាគំនិតបាទព្រោះអត់មានឲ្យអីបានក្រៅពីគំនិតទេអញ្ចឹងសម្រាប់អ្នកដែលថ្មីបងប្អូនឬក៏ក្មួយឬក៏បងប្អូនអ្នកដែលថ្មីស្ទើរបទពិសោធន៍ឬក៏ស្ទើរចំណេះជំនាញផ្សេងអ្នកទាំងគ្នាត្រូវគិតថាប្រព័ន្ធ social media ទាំង3នេះបាទទាំង TikTok ទាំង Facebook ទាំង YouTube ហ្នឹងគឺសិតតែជាបណ្ដាញព័ត៌មានវិទ្យាសកលហេតុអីបានខ្ញុំនិយាយថាបណ្ដាញព័ត៌មានវិទ្យាសកលពួកអ្នកទាំងគ្នាគិតត្រូវដឹងថាប្រព័ន្ធទាំង3នេះគឺសិតតែមានមនុស្សរាប់រយសែនលានអ្នកប្រើប្រាស់ចង់និយាយអញ្ចឹងណាបាទអញ្ចឹងការទាញយកអត្ថប្រយោជន៍ផ្សេងពីបណ្ដាញសង្គមទាំង3នេះគឺមានប្រយោជន៍ផ្សេងគ្នាហើយទៅតាមសមត្ថភាពបងប្អូនអ្នកដែលផលិតមាតិកាដែរខ្ញុំអត់បកស្រាយអីវែងឆ្ងាយច្រើនទេប៉ុន្តែចង់ឲ្យអ្នកនរគ្នាស្វែងយល់ឲ្យបានស៊ីជម្រៅរឿងទាំងអស់ហ្នឹងហើយជាពិសេសចំពោះការរលួយនិយាយទៅការរលួយគឺវាមានវិធីសាស្ត្រផ្សេងមិនចាំបាច់តែនៅក្នុងបណ្ដាញសង្គមទាំង3ហ្នឹងមិនចាំបាច់តែយើងរលួយទៅលើ ad ទេបងប្អូនអាចច្នៃប្រឌិតsocial ទាំង3ហ្នឹងអាចរលួយទៅលើការលក់ឬក៏អាជីវកម្មផ្សេងដែលបងប្អូនអាចធ្វើទៅបានចង់និយាយអញ្ចឹងណាបាទមិនសំដៅទៅលើ ad ទេហើយការធ្វើរបស់យើងហ្នឹងគឺយើងចែកជាដំណាក់កាលទី1បើបងប្អូនអត់ទាន់មាន page ឬក៏មានchannel ឬក៏មាន account TikTok អីទេគួរតែធ្វើដែរអានដំណាក់កាលទី1បាទធ្វើឲ្យបានទៅហើយដំណាក់កាលទី2នៅពេលដែលបងប្អូនមានបណ្ដាញសង្គម social media ទាំង3ហ្នឹងហើយអ្នកទាំងអស់គ្នាធ្វើយ៉ាងណាតាក់ទាញការចាប់អារម្មណ៍ធ្វើវីដេអូឬក៏ការផលិតមាតិកាផ្សេងនោះឲ្យមានការចាប់អារម្មណ៍ពីទស្សនិកជនហើយនឹងប្រមូលអ្នកមើលបាទប្រមូលអ្នកដែលចូលរួមfollow page របស់យើងឬក៏ follow TikTok របស់យើងឬក៏ subscribe channel YouTube របស់យើងអានឹងចំណុចហើយបន្ទាប់មកទៀតបន្ទាប់ពីយើងឆ្លងកាត់ដល់ដំណាក់កាលចូលដំណាក់កាលទី3ចុងក្រោយគឺដំណាក់កាលដែលយើងអាចរលួយជាមួយនឹង ad ឬក៏ sponsor ពាណិជ្ជកម្មដែលបង់ដោយក្រុមហ៊ុននៅក្នុងស្រុកឬក៏ក្រៅស្រុកអញ្ចឹងការបង់ advertiser ឬការផ្សាយពាណិជ្ជកម្មដោយផ្ទាល់ណាពីក្រុមហ៊ុនមកអាហ្នឹងវាមិនសំខាន់ទៅលើថានៅក្នុងស្រុកទេប៉ុន្តែមានបើគេអ្នកផលិតមាតិកាល្បីមួយចំនួនធំទៀតគឺគាត់ទទួលបាន sponsor ពីក្រៅស្រុកទៀតបាទអញ្ចឹងមិនថាវាទូលំទូលាយណាស់អ្វីដែលខ្ញុំចង់លើកឡើងថ្ងៃនេះគឺអត់ចង់បង្ហាញអីវែងឆ្ងាយទេតែចង់ធ្វើវីដេអូសង្ខេបខ្លីល្មមនិយាយត្រឹម 3-4 នាទីអីបានហើយ 4-5 នាទីបានអត់ឲ្យវែងពេកទេព្រោះកាលណាវែងពេកទៅបងប្អូនក៏មើលការចែករំលែកនឹងក៏អត់ចប់ដើមដែរចង់និយាយអញ្ចឹងព្រោះថាបច្ចេកវិទ្យាបច្ចុប្បន្នរាល់ថ្ងៃនេះវាកាន់តែអភិវឌ្ឍទៅមុខជឿនលឿនណាហើយសូមជម្រាបមួយទៀតគឺការផលិត content មាតិកាគឺមានការប្រែប្រួលមានការផ្លាស់ប្ដូរហើយបងប្អូនកុំទម្លាប់ធ្វើកិច្ចការងារចាស់ដូចពីមុនណាអត់ត្រូវទេបងប្អូនដែលបានមើលវីដេអូនេះគឺខ្ញុំក្នុងនាមខ្ញុំជារៀមច្បងឬក៏ជាគ្រូឬក៏ជើងចាស់ម្នាក់ដែលឆ្លងកាត់បទពិសោធន៍រាប់សិបឆ្នាំកន្លងមកហើយ 4-10 ឆ្នាំហើយនេះគឺចែករំលែកចំណុចទាំងមួយបងប្អូនចូលឆ្នាំ 2025 នេះមាតិកាបណ្ដាញសង្គមគឺមានការប្រែប្រួលហើយបងនេះអញ្ចឹងទម្លាប់ធ្វើកិច្ចការងារពីមុនមកគឺបងប្អូនអត់ត្រូវយកមកធ្វើទេខុសហើយហេតុអីបានខ្ញុំនិយាយថាខុសបាទបងប្អូនអាចចំណាំមើលខ្លួនឯងបាននៅក្នុងបណ្ដាញសង្គមគឺធ្វើយ៉ាងណាផ្លាស់ប្ដូរពីយុទ្ធសាស្ត្រចាស់មកយុទ្ធសាស្ត្រថ្មីអត់ធ្វើកិច្ចការងារចាស់ដូចពីមុនបានទេចង់និយាយថាឥឡូវវាដូរមុខងារអស់ហើយតាំងពី AI វាបំពាក់ទៅលើបច្ចេកវិទ្យានឹងទាំងអស់ហើយអញ្ចឹងបងប្អូននឹងស្រាប់ហើយ AI ធ្វើការយ៉ាងម៉េចជាមួយនឹងមនុស្សហើយក៏មនុស្សយើងត្រូវតែឆ្លាតជាង AI ទោះបី AI វាខុសក្បាលសិប្បនិម្មិតមែនប៉ុន្តែវាកើតឡើងដោយសារមនុស្សទេអញ្ចឹងយើងក៏ត្រូវតែ
មានភាពវៃឆ្លាតដើម្បីឲ្យដើរឲ្យទាន់បច្ចេកវិទ្យាដែរចង់និយាយចេះហ្នឹងហើយនេះគ្រាន់តែជាកំណត់ផ្ទាល់ខ្លួនរបស់ខ្ញុំទេណាបងប្អូនគាត់ថាចែកម្លែកទៅដើម្បីឲ្យក្មួយៗឬបងប្អូនជំនាន់ក្រោយទៅបានបទពិសោធន៍ពេលដែលបងប្អូនបានបទពិសោធន៍បានចំណេះដឹងចំណេះជំនាញចឹងហើយយើងយកទៅធ្វើទៅយើងគេហៅថាការរួមផ្សំបាទរួមផ្សំមតិរួមផ្សំគំនិតហើយនឹងអ្វីក៏ដោយតែថាវាជាចំណាយល្អគឺយើងអាចទទួលយកបានគាត់ថា2025នេះយើងមើលទៅគឺអត់ដូចមុនទេបងប្អូនធ្វើវីដេអូរបៀបមុនបងប្អូនចែកម្លែកមាតិកាបែបរបៀបមុនគឺអត់បានទេចង់និយាយចឹងអត់បានទេអញ្ចឹងគឺដោះដូរហើយបាទហើយអញ្ចឹងបានថាក្នុងឆ្នាំ2025នេះខ្ញុំយើងចាំមើលថាតើវានឹងមានការប្រែប្រួលដល់កម្រិតណាប៉ុន្តែយើងមើលការបន្តិចទៅលើមាតិកានីមួយៗគឺមានន័យថា AI របស់បច្ចេកវិទ្យាដែលគ្រប់គ្រងទៅលើ TikTok Facebook ឬក៏ YouTube អីហ្នឹងគឺអត់ដូចមុនទេអត់ដូចមុនទេបាទមានការប្រែប្រួលបងប្អូនអាសាសម្គាល់ដូចខ្ញុំអ្វីលើកឡើងហ្នឹងគឺអូខេប្រកាសជាធ្វើកិច្ចការងារនឹងត្រូវផ្លូវហ្នឹងហើយខ្ញុំនិយាយប៉ុណ្្នឹងចុះឥឡូវ7នាទីបាត់ឃើញទេនិយាយបានតែបន្តិចទេគឺនាទីដឹងទៅច្រើនតាមពិតចង់ចែកម្លែករឿងទាំងអស់ហ្នឹងជាច្រើនដល់អ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើវីដេអូចែកតាមអ្វីដែលខ្ញុំអាចធ្វើទៅបានហើយបងប្អូនដែលចង់ចេះចង់ដឹងស្វែងយល់នៅអ្វីដែលបងប្អូនឆ្ងល់អ្វីដែលបងប្អូនចង់ដឹងអាចយើងសាកសួរគ្នាទៅវិញទៅមកបានអរគុណច្រើនហើយយើងជួបគ្នាវីដេអូថ្មីក្រោយបន្ថែមទៀតហើយបងប្អូនចូលអាន caption ដែលខ្ញុំដាក់នៅខាងលើនេះផងណាបាទអានឲ្យអស់ទៅព្រោះខ្ញុំពេលខ្លះខ្ញុំបាននិយាយក្នុងវីដេអូនោះអស់ទេភាគច្រើនគឺចង់ចែកម្លែកទៅអ្នកទាំងអស់គ្នាតែវីដេអូបើធ្វើវែងពេកក៏អត់កើតដែរ